សម្ដេចថាបតីក៏សរសើរស្មារតីចូលរួមយ៉ាងផុសផុលក្នុងក្បួនហយាត្រាដើរដើម្បីសន្តិភាពជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលសម្ដេចថាបតីហ៊ុនម៉ាណែតចូលរួមកោតសរសើរចំពោះស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ព្យុះហយាត្រាដើរដើម្បីសន្តិភាពដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើបណ្ដាញសង្គមផ្លូវការសម្ដេចថាបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី18ខែធ្នូបានបង្ហោះសារយ៉ាងដូចនេះថាកម្ពុជាត្រូវការសន្តិភាព Cambodia needs peace មហាគ្រួសារកម្ពុជាមហានៃសាមគ្គីភាពស្មារតីតែមួយសំឡេងតែមួយបានស្រែកឡើងដូចគ្នាគឺកម្ពុជាត្រូវការសន្តិភាពសូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធនិងចេតនាដ៏ស្មោះត្រង់បំផុតបើតាមបណ្ដាញសង្គមសម្ដេចថាបតីមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយនិងសាសនាបានមកជួបជុំក្រោមស្មារតីខ្មែរតែមួយដើម្បីធ្វើព្យុះហយាត្រាដើរដើម្បីសន្តិភាពរបស់មហាគ្រួសារខ្មែរបានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យក្នុងបរិយាកាសពោពេញទៅដោយក្តីសង្ឃឹមក្តីជឿជាក់និងស្មារតីសាមគ្គីជាតិបណ្ដាញសង្គមសម្ដេចថាបតីក៏គូសបញ្ជាក់ថាសម្លេងរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសម្លេងដែលឲ្យតម្លៃទៅលើសន្តិភាពនិងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាជនខ្មែរទៅកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិថាកម្ពុជាមិនចង់ឃើញមានការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់អាយុជីវិតណាមួយឡើយទោះជាក្នុងកលៈទេសៈឬបរិបទណាក៏ដោយជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនសូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដើម្បីផ្តល់ឱកាសឲ្យមហាគ្រួសារខ្មែរចូលរួមនិងសម្ដែងមតិក្នុងការចង់បានសន្តិភាព